នេះតើឯងឲ្យលុយនាងមែនទេហើយឯងថែមទាំងនិយាយរកនាងទៀតបាននេះតើឯងនិយាយស្អីខ្លះទៅនេះខ្ញុំគ្រាន់តែសួរនាងថាចង់ដឹងអាសយដ្ឋានរបស់បងអត់តែនាងឆ្លើយថាអត់ទេហើយចោះប្រអប់នោះអូទេខ្ញុំមិនដឹងទេខ្ញុំឃើញសើផ្ទេយកវាមកតាំងពីព្រឹកម្ល៉េះតិចលោនាងយកមកឲ្យបងប្រុសស៊ីតែដឹងឲ្យខ្ញុំជួយហែកអត់នេះតើនាងអាចទិញអីបានទៅទំលងបារាំងមួយប្រអប់ពិតជាមើលថែបានល្អមែនណសិតតែរបស់ប្រេនក្រែមិនទន់ភ្នែកនឹងមានកៅអីទៀតផងស្រីម្នាក់នេះពិតជាទិញលើយកចិត្តទុកដាក់មែនត្រូវដែរទេបងប្រុសស៊ីសិតតែរបស់មនុស្សស្រីនឹងរួចរាល់ហើយកៅអីម៉ាកនេះថ្លៃណាស់ឲ្យខ្ញុំសាកអង្គុយតិចទៅបងប្រុសស៊ីឆាប់យកគូសរបស់ឯងចេញឲ្យឆ្ងាយភ្លាមកៅអីនេះវាមិនខុសពីកៅអីមុនទេប៉ុន្តែវាក៏មិនអាក្រក់ដែរខ្ញុំមិនដែលមាននៅយកចិត្តទុកដាក់ពីមុនមកទេខ្ញុំគិតថាវាមិនអាក្រក់ទេបើនាងអង្គុយក្បែរខ្ញុំនោះតើធូបផ្កានេះដើមផ្កាបានប៉ុន្មានដើមទៅ999ដើមនិយាយតាមការពិតទៅជោគវាសនារបស់នាងច្បាស់ជាប្រែប្រួលនៅទីបញ្ចប់កាលណានាងស្រូបសំណាងបានច្រើនសំណាងរបស់នាងនឹងអាចលើសយន់ទៀតផងហើយតើខ្ញុំគួររកវិធីយ៉ាងម៉េចដើម្បីទទួលបានសំណាងទៀតទៅហេតុអីក៏នាងមិនខ្វាយខ្វល់ពីអីសោះអញ្ចឹងអ្នកស្នងតំណែងគ្រួសារហ្វូក្នុងរយៈពេល3ឆ្នាំនេះជាលើកទី1ហើយដែលគាត់មិនបានដេកនៅក្នុងថ្នាក់ហើយតែងតែសម្លឹងមើលសិស្សផ្ទេរហូតត្រឹមត្រូវហើយខ្ញុំក៏ឃើញគាត់សម្លឹងទៅសិស្សផ្ទេរហូតដែរអូព្រះតើមានរឿងអ្វីកើតឡើងកុំប្រាប់ខ្ញុំឲ្យសោះថានាងបោះបង់ហើយមិនក៏នាងមិនគ្រាន់តែសុំខ្ញុំ2-3ដងទៅហេឯងមានដឹងថាសិស្សថ្មីទៅណាអត់ខ្ញុំគិតថានាងប្រហែលទៅរកមិត្តនាងនៅថ្នាក់ធម្មតាហើយតើឯងដឹងអត់ថាមិត្តរបស់នាងជាអ្នកណាហើយមុនពេលនាងផ្ទេរមកតើនាងចូលចិត្តអីខ្លះទៅព័ត៌មានពិតឬមិនពិតឯងជួយស៊ើបឲ្យយើងផងមើលខ្ញុំស្គាល់បងប្រុសស៊ីរយៈពេល3ឆ្នាំមកហើយនេះជាលើកទី1ដែលខ្ញុំឃើញគាត់ចង់ដឹងចង់ឃើញពីមនុស្សស្រីបងប្រុសស៊ីបងមានចាប់អារម្មណ៍លើនាងមែនទេស្អីគេយើងនឹងឯងចាប់អារម្មណ៍នាងនោះអ្នកផ្ញើសារមកយើងមុនហើយថែមទាំងទិញសម្ភារៈឲ្យយើងទៀតហើយនាងថែមទាំងបំផ្លាញលុយរបស់យើងទៀតផងណាខ្ញុំយល់ហើយខ្ញុំនឹងចេញទៅឥឡូវនេះត្រឹមត្រូវហើយបងប្រុសស៊ីខ្ញុំមានរឿងមួយចង់និយាយប៉ុន្តែខ្ញុំមិនដឹងថាគួរនិយាយឬអត់ទេមិនក៏មិនឆាប់និយាយមកបងប្រុសស៊ីបងកាន់សិភៅបញ្ច្រាស់ហើយណាចង្រៃយកចាប់ចេញទៅបាត់ទៅវីដេអូមួយនេះអ្នកនរគ្នាមានមតិយ៉ាងម៉េចដែរល្អមើលដែរទេបើមានមតិវីដេអូនឹងអ្នកនរគ្នាក៏មិនបានណា